មានសំណួររបស់បងប្អូនដែលសួរពីរឿងចាក់វ៉ាក់សាំងស្លតេនហើយក៏ប៉ុន្តែចាក់ហើយនៅតែកើតមកជូនដោយមន្ទីរសម្រាប់ព្យាបាលសុខភាពយើងមនុស្សធម៌និងប្រកបដោយគុណភាពទំនាក់ទំនងមកកាន់លេខទូរស័ព្ទ012 541 398សហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទខ្ញុំបាទឈ្មោះស៊ុយច្រាំងជាគ្រូពេទ្យឯកទេសខាងកុមារដែលធ្លាប់មានបទពិសោធន៍នៅមន្ទីរពេទ្យគុណធាវផាយូរឆ្នាំមកហើយជិត20ឆ្នាំដែរហើយការដែលចាក់វ៉ាក់សាំងហ្នឹងមិនមែនសុទ្ធតែអត់កើត 100% ទេជួនកាលក៏នៅតែកើតដែរចាក់ហើយក៏ដោយទី1ចាក់ហើយក៏អាចនៅកើតប៉ុន្តែគ្រាន់តែថាវាអត់ឲ្យកើតឡើងខ្លាំងទេក៏ប៉ុន្តែជួនកាលចាក់វ៉ាក់សាំងហើយអាចវ៉ាក់សាំងខ្លះវាអត់មានប្រសិទ្ធភាពក៏អត់មានដោះអង់ទីកការពារខ្លួនអាហ្នឹងឲ្យកើតវិញដែរអាចកើតខ្លាំងអាចអីដែរមិនមែនសុទ្ធតែវ៉ាក់សាំងទាំងអស់ចាក់ហើយត្រូវតែមានប្រសិទ្ធភាពទាំងអស់ទេជួនកាលវ៉ាក់សាំងខ្លះគេយកមកចាក់វាអត់ដោះវ៉ាក់សាំងខ្លះចាក់ហើយវាអត់ដោះអាហ្នឹងធ្វើមិនមានប្រសិទ្ធភាពតែវ៉ាក់សាំងខ្លះវាអាចដោះដែរក៏ប៉ុន្តែដោះដោយខ្សោយក៏អាចការពារបានដែរអញ្ចឹងនៅតែកើតបានដូចគ្នាក៏ប៉ុន្តែគាត់ថាវ៉ាក់សាំងដែលកាក់ហើយវាអាចដោះហ្នឹងចង់និយាយថាដោះហើយហ្នឹងវានៅតែកើតអាហ្នឹងកើតដែរតែវាមិននៅធ្ងន់ទេហើយការព្យាបាលដូចគ្នាធម្មតាដូចនឹងការកើតជំងឺស្លតេនឹងដែរយើងអាចប្រើថ្នាំដូចគ្នាថ្នាំបញ្ចុះកម្ដៅឬក៏ថ្នាំប្រឆាំងពួកវ៉ៃរុសអីហ្នឹងបានដូចគ្នានឹងការព្យាបាលជាធម្មតាដូចគ្នាទេអត់មានបញ្ហាអីណាទៅព្យាបាលពិសេសអីណានោះអត់មែនទេនាំមកជូនដោយមន្ទីរសម្រាប់ព្យាបាលសុខភាពយើងមនុស្សធម៌និងប្រកបដោយគុណភាពទំនាក់ទំនងមកកាន់លេខទូរស័ព្ទ012 541 398សហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ